ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូននិងអតិថិជនរបស់ BREONC Villa ទាំងអស់គ្នារដងគឺយើងធ្លាប់តែធ្វើវីដេអូ review ផ្ទះចាដែលមានទំហំដីស្តង់ដារក៏ដូចជាទិដ្ឋភាពក្នុងគម្រោងប៉ុន្តែថ្ងៃនេះចង់ផ្លាស់ប្ដូរអារម្មណ៍ពុកម៉ែបងប្អូនមកមើលការ review ផ្ទះដីធំនៅក្នុងគម្រោងទី5របស់ BREONC Villa ផ្ទាល់តែម្ដងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចាចង់បានផ្ទះជាប្រភេទដីធំហើយចង់ដឹងថាអាចឆ្នៃបានអ្វីខ្លះបងអាចតាមដានវីដេអូនេះបានតោះឥឡូវនេះអាចចូលមកមើលខាងក្នុងជាមួយនាងខ្ញុំទាំងអស់គ្នាចាអញ្ចឹងសម្រាប់ផ្ទះនេះដែរនៅពេលដែលពុកម៉ែបងប្អូនដើរចូលមកគឺបានឃើញជាមួយនឹងរបងចាដែលខាងបូរីបានរៀបចំរួចជាស្រេចដើម្បីការពារសុវត្ថិភាពបរតិជនចាហើយមួយវិញទៀតបងគឺយើងមានជាមួយនឹងចំណតឡានដូចទូទៅអញ្ចឹងចាដែលយើងអាចចតឡានបានរហូតដល់2គ្រឿងអត់ចង្អៀតទេចាទីធ្លាធំមែនតើហើយក៏សល់ space នៅជំហៀងផ្ទះដូចគ្នាហើយមួយចំណែកទៀតនេះវិញគឺមានសួនច្បារចាសួនច្បារនេះខាងបរិយារៀបចំជូនណាពុកម៉ែបងប្អូនដែលមានដាំស្មៅក៏ដូចជាដុំដាវបែបនេះចាគឺខាងបរិយាបានរៀបចំរួចជាស្រេចតែម្ដងហើយយើងមានដាំដើមឆាត់ឲ្យពុកម៉ែបងប្អូនមួយអញ្ចឹងនេះដែរគឺជាដីទូលាយចាដែលយើងហៅថាជាប្រភេទផ្ទះដីធំណាបងហើយផ្ទះនេះគឺជាប្រភេទផ្ទះដីធំចំហៀងអញ្ចឹងនៅចំហៀងនេះគឺយើងអាចឆ្នៃបានច្រើនមែនតើទៅបើសិនជាអាចបងអាចធ្វើជាអាងងូតទឹក private របស់ខ្លួនឯងនៅនឹងក៏បានឬមួយក៏ពុកម៉ែបងប្អូនដែលគាត់ជាអ្នកបើកប្រកបអាជីវកម្មផ្នែកអនឡាញធ្វើ stock អីវ៉ាន់អាចធ្វើដីចំហៀងនេះជាឃ្លាំង stock អីវ៉ាន់ក៏បានដែររៀបចំជាសួនច្បារក៏បានចាកន្លែងដាក់តុញ៉ាំកាហ្វេព្រលឹមឡើងក៏បានចាមានកម្មវិធីអីតិចតួចរៀបចំនៅក្នុងផ្ទះហ្នឹងក៏បានដែរបងនិយាយទៅគឺឆ្នៃបានច្រើនហើយនៅ Boreo and Sivala បើនិយាយពីប្រភេទដីធំចេះគឺអត់ខ្វះទេបងអើយមានច្រើនមែនតើនៅក្នុងគម្រោង QB ដែលជាគម្រោងថ្មីហើយមិនឃើញដីធំចំហៀងចឹងខាងក្រោយអត់ទេណាបងអត់ទេចាខាងក្រោយក៏សល់ space តលាយដែរអញ្ចឹងឥឡូវនេះខ្ញុំនាំអារម្មណ៍បងទៅមើលជុំវិញផ្ទះបន្តិចហ្មងណាបងចានៅជុំវិញផ្ទះនេះគឺដូចតែទូទៅដែរទេហើយបងអធិស្ឋានអត់ទាន់ស្អាត 100% ទេដោយសារតែផ្ទះនេះគឺយើងអត់ទាន់ធ្វើការបកគោលជូនអតិជនទេយើងនៅរៀបចំសម្អាតក៏ដូចជារៀបចំសំណង់បញ្ចប់ជូនគាត់ទៀតអញ្ចឹងណាប៉ុន្តែដោយសារតែឃើញផ្ទះដីរៀងធំតលាយក៏ចាប់អារម្មណ៍ក្នុងការធ្វើវីដេអូបង្ហាញពុកម៉ែបងប្អូនអញ្ចឹងទៅចាចឹងនេះដីជំហៀងណាបងចាគឺសល់សងខាងអញ្ចឹងហ្មងតលាយស្អាតអាចដាំដំណាំអីបានច្រើនមែនតើតោះឥឡូវនេះយើងចូលមើលខាងក្នុងតិចណាពុកម៉ែបងប្អូនតែប៉ុន្តែខាងក្នុងអត់សូវមានអីប្លែកទេបងដោយសារតែគាត់យកស្តង់ដារបបរិយដែរអញ្ចឹងណាតើបងអញ្ចឹងឥឡូវនេះយើងចូលមកដល់ខាងក្នុងផ្ទះហើយអញ្ចឹងបរិវេណផ្ទះគឺគាត់មានកែអីទេតាមស្តង់ដារបបរិយអញ្ចឹងអ្វីដែលពុកម៉ែបងប្អូនបានឃើញទាំងអស់នេះគឺខាងបរិយ free ជូនទាំងអស់តែម្ដងទី1គឺយើងមានចម្រឹងដែកអញ្ចឹងកន្លែងណាដែលមានបង្អួចកញ្ចក់គឺបងមានចម្រឹងដែករៀបចំរួចជាស្រេចការពារសុវត្ថិភាពពុកម៉ែបងប្អូនតែម្ដងហើយបរិវេណនេះវិញគឺជាបរិវេណដែលពុកម៉ែបងប្អូនអាចរៀបចំចាជាបន្ទប់ទទួលភ្ញៀវបានដែលយើងអាចដាក់ថ្លុងបានរៀងធំដែរទទួលភ្ញៀវចន្លោះពី7ទៅ10នាក់អត់ចង្អៀតទេហើយមួយវិញទៀតនោះគឺយើងបានតដែលពុកម៉ែបងប្អូនអាចថែមម៉ាស៊ីនត្រជាក់បានហើយកន្លែងនេះគឺយើងបានរៀបចំជូនដែរយើងអាចដាក់ទូកង់ម៉ានៅកន្លែងនេះអាចដាក់វត្ថុអនុស្សាវរីយ៍បានហើយបើមួយចំណែកទៀតវិញចាគឺជាកន្លែងដែលយើងដាក់ទូតាំងទូរទស្សន៍រៀបចំចរន្តភ្លើងឲ្យបងរួចជាស្រេចហ្មងហើយនេះក៏ខាងបរិយព្រីជូនដែរគឺគេហៅថាទូតាំងកញ្ចក់មុខចណ្ដើបងចាកញ្ចក់តាំងមុខចណ្ដើគឺស្អាតមែនទែនលើកសម្រាប់ផ្ទះមែនទែនហើយកន្លែងនោះក៏ខាងបរិយយើងព្រីជូនដែរបងចាគឺទូចង្ក្រានចាធំទលាយអាចដាក់វត្ថុអនុស្សាវរីយ៍ឬក៏ដាក់តាំងស្រាក្រហមចាអាចលាងបន្លែផ្លែឈើគ្រឿងដែលគ្មានជាតិចង្អាបបងដូចបន្លែផ្លែឈើអាំងសាំងវិចអីគឺអាចរៀបចំនៅកន្លែងនេះបានហើយបើនៅខាងក្រោយវិញចាគឺជាកន្លែងដែលយើងអាចចំអិនចាចំអិនអ្វីផ្សេងបានដូចជាហាន់សាច់ហាន់បន្លែចាស្លផ្សេងគឺអាចប្រើនៅនេះបានដោយសារបាក់យើងបានរៀបចំនៃបង free ជាមួយនឹងម៉ាស៊ីនចាបើក្លិនបើផ្សែងជូនបងមកឈុតហើយសំខាន់មានបង្អួចកញ្ចក់នៅកន្លែងនេះដែលយើងអាចបិទបើកបានទៀតមិនមែនជាប្រភេទបង្អួចបញ្ឆោតទេបងចាអញ្ចឹងសរុបរួមមកផ្ទះនេះគឺមាន4បន្ទប់គេងនិង4បន្ទប់ទឹក
ចាហើយឥឡូវនេះយើងទៅមើលបន្ទប់គេងជាន់ផ្ទាល់ដីអញ្ចឹងស្តង់ដាររបស់បូរីគឺបែបនេះតែម្ដងបើសិនជាបងអត់ស្រឡាញ់ត្រង់ណាចង់កែកុននេះគឺយើងអាចកែពេលដែលយើងចុះកុងត្រាទិញបានណាសម្រាប់ផ្ទះអំឡុងពេលសាងសង់តែបើសិនជាបងអូខេស្រឡាញ់បែបហ្នឹងដែរបងអាចកុងត្រាទិញយកមកទៅដោយសារតែខាងបូរីគឺមានរៀបចំបន្ទប់ជាន់ផ្ទាល់ដីបែបនេះហើយសំខាន់នោះគឺមានបង្អួចកញ្ចក់ចាមានកន្លែងទុកឲ្យបងចាប់ម៉ាស៊ីនត្រជាក់រួចជាស្រេចមកហើយបើចេញមកខាងក្រៅវិញចាគឺមានកូនឃ្លាំងក្រោមចណ្ដាលបងហើយមានបន្ទប់ទឹកចានៅខាងក្នុងនឹងដែរបងចាជាប់តដីនេះគឺមានបន្ទប់ទឹកមួយដែរយើងអាចរៀបចំអត់ស្ងួតអត់លងវាខំដល់ពីដែរងាយស្រួលសម្អាតមែនតើឥឡូវនេះយើងចូលទៅមើលនៅខាងលើដូចគ្នាចង់ដឹងថាផ្ទះសិជនគាត់មានកែអីអត់ទេបងចាតោះអញ្ចឹងឥឡូវនេះគឺយើងឡើងមកដល់ជាន់ទី1ហើយអញ្ចឹងយើងចូលទៅមើលបន្ទប់សមាជិកទី1ហ្មងណាបងចាអញ្ចឹងសម្រាប់បន្ទប់ចាសមាជិកទី1នេះវិញគឺស្តង់ដាររបស់បរិយដូចគ្នាហើយបងប្រហែលជាប្លែកទេដោយសារឃើញមានម៉ាស៊ីនត្រជាក់អញ្ចឹងសម្រាប់ការទិញផ្ទះនៅបរិយ ONC Villa គឺយើង free ជូនម៉ាស៊ីនត្រជាក់បង3គ្រឿងបងណាចាគ្រប់បន្ទប់នៅខាងលើតែម្ដងហើយក៏មានបង្អួចកញ្ចក់ហើយចំណុចពិសេសនោះគឺយើងមានជាបន្ទប់ទឹកចាក្នុងបន្ទប់គេងដូចគ្នាបែបនេះគឺភាគច្រើនអតិជនចង់បានមែនតើក៏អត់ចង់ប្រើជាបន្ទប់ទឹករួមទេបងចាហើយចូលទៅបន្ទប់សមាជិកទី2វិញម្ដងចាតោះបន្ទប់សមាជិកទី2អត់មានអីខុសគ្នាទេបងទ្វារអីគឺដូចគ្នាហើយសំខាន់រៀបចំចរន្តភ្លើងឲ្យបងរួចជាស្រេចមានម៉ាស៊ីនត្រជាក់ដូចគ្នាមានកូនបង្អួច2ដូចគ្នាដែលយើងបានរៀបចំជាចម្រឹងដែរចាក៏ដូចជាបង្អួចអាចបិទបើកបានហើយក៏មានបន្ទប់ទឹកនៅខាងក្នុងដូចគ្នាបងបន្ទប់ទឹកនេះគឺធំទូលាយយើងអាចប្រើប្រាស់បែបលក្ខណៈឯកជនភាពបានអត់ចាំបាច់ប្រើប្រាស់បន្ទប់ទឹករួមទេចាតោះឥឡូវនេះយើងចូលទៅមើលបន្ទប់មេគ្រួសារប៉ុន្តែមុននឹងដល់បន្ទប់មេគ្រួសារខ្ញុំចង់បង្ហាញបងកន្លែងនេះបន្តិចអញ្ចឹងសម្រាប់បរិយ ONC Villa គឺបានកាត់ដល់សុវត្ថិភាពបតិជនមែនតើសូម្បីតែកន្លែងបិទបើកភ្លើងនេះក៏យើងធ្វើជាប្រអប់ជូនដែរបងចាអាចបិទបើកបានចាសុវត្ថិភាពមែនតើអត់ភ័យខ្លាចឆក់ទេណាហើយសំខាន់ណាស់នេះបើសិនជាលោកដៃឆក់ទៅគឺវាលុតបិទអូតូទៀតចាល្អមែនតើនេះគេហៅថាប្រអប់ភ្លើងបងតោះឥឡូវនេះចូលទៅមើលបន្ទប់មេគ្រួសារអញ្ចឹងសម្រាប់បន្ទប់មេគ្រួសារនេះគឺធំបរិវេណគឺធំខ្លាំងហើយមួយវិញទៀតនោះបងក៏មានម៉ាស៊ីនជាក់ជូនដូចគ្នាអញ្ចឹងម៉ាស៊ីនជាក់ដែលបងឃើញទាំងអស់នេះគឺយើង free ជូនទេអត់មានគិតថ្លៃទេហើយមួយចំណែកទៀតវិញគឺជាកន្លែងដែលយើងអាចរៀបចំដាក់ទូ make up ទូកៅអៅអីបានហើយនេះបងរៀបចំចរន្តភ្លើងឲ្យបងរួចជាស្រេចទៀតបន្ទប់ទឹកវិញក៏ធំជាងគេដែរចាចូលមកបងអញ្ចឹងសម្រាប់បន្ទប់ទឹកវិញគឺយើងអាចរៀបចំតាអាងងូតទឹកបានអត់មានចង្អៀតទេបងឃើញអត់ចាហើយឡើយនេះវិញគឺឡាបូកញ្ចក់គឺយើងរៀបចំរួចជាស្រេចទាំងអស់អញ្ចឹងសម្រាប់បងដែលគាត់ស្រឡាញ់ជាខ្នាតវិឡាតូលណាមើលនៅបរិយ ONC Villa គឺដងទៅត្រូវហ្មងដោយសារទី1តម្លៃល្អទី2ការបង់ប្រាក់ក៏ងាយស្រួលហើយមួយវិញទៀតទីតាំងគឺនៅក្នុងរាជធានីភ្នំពេញនឹងឯងហ្មងត្រឹមតែ20នាទីពី on 2ទេអញ្ចឹងសម្រាប់បងស្រឡាញ់ផ្ទះដែលមានទាំងវេរ៉ង់ដាចាផ្ទះធំចាទំហំដីធំចាបងមកមើលនៅបរិយ ONC ហើយជាពិសេសចំពោះខ្នាតដីធំណាបងកក់មុនត្រឹមតែ 5% ទេគឺបងអាចខ្លាយជាម្ចាស់ផ្ទះបានបន្តការបង់ប្រចាំខែរហូតដល់18ខែពេញអត់អស់ការប្រាក់ទេជាមួយនឹងបរិយផ្ទាល់តែម្ដងបច្ចៈបងសម្រាប់លក្ខខណ្ឌបង់មុន 5% នេះគឺផ្ទះអំឡុងពេលសាងសង់តែបើសិនជាបងមើលផ្ទះហើយគឺតម្រូវឲ្យចូលរួម 30% ឯណោះអញ្ចឹងសម្រាប់បងដែលគាត់ចាប់អារម្មណ៍ជាមួយនឹងខ្នាតផ្ទះដីធំបងអាចមកមើលនៅបរិយ ONC រើសទីតាំងផ្ទះនៅប្លុក QB បានចាស់គឺជាប្លុកថ្មីដែលយើងទុកតែបើកលក់តែម្ដងមានច្រើនជម្រើសសម្រាប់អតិថិជនជ្រើសរើសអញ្ចឹងការ review ផ្ទះដីធំបងប្អូនក៏មានតែប៉ុណ្្នេះអញ្ចឹងរកព័ត៌មានលម្អិតបងអាចធ្វើការឆាតចូល page ឬខលសាកសួរបន្ថែមបានចាអរគុណសម្រាប់ការទស្សនា